ល្អណាស់ឲ្យកាក់មាសតាំងពីដើមដំបូងកញ្ញាស៊ូអ្នករំភើបអីលោកម្ចាស់និងភរិយាសម្រេចចិត្តមិនជួបអ្នកទេលុយនេះអ្នកយកទៅព្យាបាលជំងឺទៅក្រោយគុំមកផ្ទះត្រកូលយន្តទៀតតួឯកឆ្លងចូលសៀវភៅហើយស្លាប់ក៏ប្រញាប់ដែរនៅស្លៀកពាក់ដូចតួអង្គកំសោយចឹងយ៉ាងណាមិញលើកនេះក៏មិនខាតដែរកាត់ខ្ញុំចង់បានលុយទាំងអស់កញ្ញាស៊ូអ្នកមិនបារម្ភទេបារម្ភអីមានលុយយកខ្ញុំសប្បាយចិត្តមិនទាន់ទាំងបានស្ទើរតែភ្លេចរឿងនេះប្រាក់សោធននិវត្តន៍របស់ខ្ញុំលោកតាអ្នកបម្រើគ្រួសារអាចគ្មានខ្ញុំបានតែមិនអាចនេះជាលោកតាភាពអាក្រក់អនុញ្ញាតឲ្យខ្ញុំទទួលបន្ទុកការឈឺចាប់នេះជំនួសលោកតាទៅហាប្រាក់សោធននិវត្តន៍របស់ខ្ញុំមកវិញថ្ងៃនេះពិតជាមានសំណាងណាស់ស៊ីឲ្យឆ្អែតសិនរួចរកសន្តាគារដេក3ថ្ងៃ3យប់ចាំបន្តិចក្មេងស្រីម្នាក់នេះដូចជារកបានប្តីអ្នកក្រម្នាក់ថែមទាំងថ្លង់ទៀតរៀបការទៅជាការពិតណាស់មិនត្រឹមតែអ្នកក្រពិការប៉ុណ្ណោះទេនេះជាអ្វីមានតែអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយតួអង្គសំខាន់ទើបអាចទទួលបានជីវិតប្តីរបស់អ្នកមិនមែនជាមនុស្សពិការធម្មតាទេប៉ុន្តែជាមេបិសាចនាពេលអនាគតគឺលោកហ៊ូវូជាវដោយសារតែគាត់ត្រូវបានគេក្បត់ហើយថ្លង់គាត់ក៏បដូរឈ្មោះជាវិនរ៉ាន់លីនហើយលាក់ខ្លួននៅទីនេះបើដូច្នោះខ្ញុំជាប្រពន្ធរបស់ហ៊ូវូជាវតួនាទីរបស់ខ្ញុំក៏មិនតិចដែរមែនទេតាមសាច់រឿងដើមអ្នកមិនបានរងចាំគាត់បង្កើតអាជីពផងគាត់ក៏បោះបង់អ្នកចោលទៅហើយគាត់រៀបការជាមួយអ្នកព្រោះអ្នកជាកូនស្រីមាសរបស់ត្រកូលយុនគិតថាអ្នកនឹងត្រឡប់ទៅត្រកូលយុនឆាប់នេះការរៀបការជាមួយអ្នកអាចជៀសវាងស្រូវនិងប្រើប្រាស់អំណាចបាននរណាដឹងថាអ្នកមិនអាចត្រឡប់ទៅវិញហើយគាត់ត្រូវរត់ដឹកជញ្ជូនអាហារដើម្បីចិញ្ចឹមអ្នកទៀតក្មេងប្រុសមានគំនិតបន្តិចបន្តួចក៏ល្អដែរពេលវេលាជាក់លាក់មិនត្រូវបានពិពណ៌នាលម្អិតនៅក្នុងអត្ថបទទេប្រសិនបើមនុស្សចម្លែកមួយចំនួនលេចឡើងនៅក្បែរគាត់នោះគាត់នឹងមិនឆ្ងាយពីការងើបឡើងវិញទេមិនបានទេខ្ញុំនៅក្មេងហើយស្រស់ស្អាតខ្ញុំចង់ក្លាយជាអ្នកមានប្រពន្ធសូមឲ្យអ្នកមានសំណាងគាត់មិនមែនជាមនុស្សខ្លងទេហេតុអ្វីបានជាគាត់អាចនិយាយពាក្យប្រពន្ធបានយ៉ាងច្បាស់បែបនេះចប់ហើយអ្នកអាចឮខ្ញុំនិយាយបានទេខ្ញុំថ្លង់មិនមែនល្ងងទេខ្ញុំអាចអានបូមាត់បានអូគឺអានបូមាត់សោះខ្ញុំស្មានតែមេធំបានភ្នែកហើយកំពុងធ្វើពុតជាថ្លង់ត្រៀមចាក់សោះខ្ញុំអូប្តីសម្លាញ់ភ្លៀងធំណាស់នៅខាងក្រៅខ្ញុំខ្លាចស្លាប់ហើយមនុស្សថ្លង់តូចនេះមើលទៅស្អាតណាស់គួរឲ្យអាណិតណាស់អ្នកស្រីស្អាតនៅតែខ្វះបន្តិចបន្តួចពេលព្រឹកអ្នកទៅណាខ្ញុំទៅចូលគល់ហើយការទៅចូលគល់មានន័យថាអ្នកបានទៅត្រកូលយន្តម្ដងទៀតមែនទេចាស់សពួកគាត់មិនបានឲ្យលុយខ្ញុំមួយកាក់សោះខ្ញុំលុតជង្គង់ក្នុងភ្លៀងរហូតដល់សន្លប់ក៏គ្មានអ្នកណាបើកទ្វារដែរខ្ញុំអាផុតណាស់អីចឹងបើត្រកូលយន្តមិនបានឲ្យលុយមួយកាក់សោះនោះអ្នកបានលុយដែលមិនបានរំពឹងទុកតើអ្នកនឹងចែករំលែកជាមួយខ្ញុំទេប្រកាសជាចែករំលែកហើយខ្ញុំស្រឡាញ់អ្នក